ទោះបីជាធម្មតាមើលទៅរៀងស្គមបន្តិចមែនប៉ុន្តែដើមទ្រូងនេះរឹងមាំល្អណាស់លើកនេះទៅថ្ងៃមុខមិនត្រឹមតែត្រូវលាងចានឲ្យគេទេថែមទាំងត្រូវហៅគេថាបងប្រុសទៀតមែនទេនរណាអរគុណខ្ញុំកំបិតខ្ញុំណែណាកំបិតប្រវែង40ម៉ែត្ររបស់ខ្ញុំណែណាចប់ហើយខ្ញុំខ្លាចជាសត្រូវរបស់មនុស្សគ្រប់គ្នាហើយលើកនេះច្បាស់ជាដោះស្រាយមិនរួចទេខ្ញុំថាចង់អរគុណឯងតើឯងខ្លងមែនទេឥឡូវលឺឈឺណាស់បានហើយកុំកម្រើកផ្ដេសផ្ដាសនាងចង់ញ៉ាំអីខ្ញុំទៅទិញដំបងនៅហាងឲ្យញ៉ាំទ្របពោះបានហើយគ្រូពេទ្យថាឯងមានសម្ពាធឈាមទាบบូករួមទាំងត្រូវកម្ដៅថ្ងៃខ្លាំងទើបដាក់សេរ៉ូមក្លួយកោសឲ្យនៅលើទំមានទឹកក្តៅវណ្ណផឹកខ្លួនឯងទៅកុំកម្រើកផ្ដេសផ្ដាសហើបមាត់ហេតុអ្វីខ្ញុំនៅទីនេះនាងសន្លប់នៅលើទីលានរត់ល្អដែលមុខមិនបោកនឹងដីខូចសម្រស់សំណាងឲ្យខ្ញុំរត់រហ័សទៅចាប់នាងតាន់គឺអរគុណស្អីគេខ្ញុំថាអរគុណឯងតើឯងខ្លងមែនទេឈឺណាស់បានហើយកុំកម្រើកផ្ដេសផ្ដាសនាងចង់ញ៉ាំអីខ្ញុំទៅទិញដំបងនៅហាងឲ្យញ៉ាំទ្របពោះខ្ញុំចង់ញ៉ាំសាច់ខ្វៃចង់ញ៉ាំឆ្អឹងជំនីជូរអែមយល់សប្បុរសល្អណាស់គ្រូពេទ្យផ្ដាំថាថ្ងៃនេះត្រូវញ៉ាំអាហារស្រាលខ្ញុំទៅទិញបបរសអីម៉ាប់ឲ្យនាងចុះបងវ៉ាន់មេងលីខ្ញុំស្មានតែខ្ញុំងាប់បាត់ទៅហើយឈប់និយាយលេងសាច់ទៅធ្វើឲ្យពួកយើងភ័យស្ទើរងាប់ទើបតែរំសាយជូរភ្លាមពួកយើងក៏ប្រញាប់មកផ្លែតសំណាងហើយដែលលីនអ៊ីជូនអញមកតាន់ពេលលីនអ៊ីថ្ងៃនេះពឹងផ្អែកលើអញហើយការលើកបីដូចព្រះនាងអំបញ្ញមិញពិតជាសង្ហាខ្លាំងណាស់គ្រាន់តែជួយសម្រួលប៉ុណ្ណោះពិតជាសម្រួលមែនទែនម្នាក់ក្នុងសាលាឃើញទាំងអស់លីនអ៊ីឥឡូវនេះឯងបានឡើងដល់លេខ1ក្នុងបញ្ជីស្វែងរកក្តៅគុកនៃវេទិកាសាលាហើយតើនេះជារឿងអីទៅវិញសមត្ថភាពស្រមើស្រមៃរបស់អ្នកលេងអ៊ីនធឺណិតជំនាន់នេះពិតជាខ្លាំងពេកហើយទោះជាយ៉ាងណាក៏ដោយរឿងអាស្រូវបានលេចយូរទៅហើយនេះឲ្យឯងឲ្យខ្ញុំមែនទេតើនេះជាអ្វីតែខ្ញីស្ករក្រហមនេះម៉ាក់ខ្ញុំបង្ខំឲ្យយកមកខ្ញុំមិនចូលចិត្តផឹកទេល្មមឲ្យឯងតែម្ដងទៅកុំឲ្យនរណាម្នាក់និយាយថាមិត្តរួមបន្ទប់គ្មានទឹកចិត្តអរគុណមេងលីឯងល្អបំផុតហើយត្រូវហើយកម្មករចាំបម្រើក្នុងពេលដែលពួកយើងមកដល់ហើយទីនេះមិនត្រូវការអញទៀតទេអញទៅទិញបាយនៅអាហារដ្ឋានឲ្យពួកយើងទៅខ្ញុំចង់ញ៉ាំសាច់ជ្រូកបំពង់ជូរអែមដាក់ទឹកខ្មេះតិចស្ករច្រើនខ្ញុំចង់ញ៉ាំឆាសាច់ជ្រូកយូរសៀងបាទខ្ញុំជាអ្នកបម្រើខ្ញុំជាអ្នករត់ការអំបញ្ញមិញប្រធានថ្នាក់បានប្រាប់ថាស្អែកយប់មានកម្មវិធីជួបជុំសិស្សថ្មីរាល់បន្ទប់ស្នាក់នៅទាំងអស់ត្រូវតែមានការសម្ដែងមួយបន្ទប់404ពួកយើងជាបន្ទប់ពិសេសត្រូវបានគេចង្អុលបង្ហាញថាត្រូវតែចូលរួមការសម្ដែងខ្ញុំមិនកាត់ទេសម្លេងខ្ញុំមិនពីរោះទេខ្លួនប្រាណក៏រឹងកំព្រឹសទៀតមិនមែនឲ្យអញច្រៀងម្នាក់ឯងទេពួកយើងទាំង3នាក់ដើមឡើយក្រុងនឹងរាំរបាំកូរ៉េចិនយូសៀងឥឡូវនេះប្រកាសជារាំមិនកាត់ទេប៉ុន្តែបញ្ជីឈ្មោះត្រូវបានគេដាក់ទៅហើយលីងអ៊ីអញចេះលេងឧបករណ៍តន្ត្រីអីខ្លះទេហ្គីតាចេះបន្តិចបន្តួចដែរអញ្ចឹងបានហើយកែប្រែគម្រោងបន្តិចខ្ញុំនឹងបងវ៉ាន់ច្រៀងរួមគ្នាហើយអញលេងហ្គីតាអមចុះចិនយូសៀងខ្ញុំអាចអង្គុយនៅចិត្តនោះធ្វើជាតុតានាំសំណាងហើយច្រៀងបានបដិសេធអញទៅជាបែបនេះហើយនៅចង់ច្រៀងទៀតពិធីជប់លៀងសិស្សថ្មីនៅយប់ស្អែកត្រូវបានកំណត់ថានឹងក្លាយជាថ្ងៃដែលមិនអាចគេងលក់មួយថ្ងៃទៀតហើយលើកនេះបានហើយវាំងនឹងក៏ត្រូវបានបិទចិត្តអស់ហើយចាំបាច់ដល់ថ្នាក់នឹងទេពួកយើងគ្រាន់តែហាត់សមមិនមែនជាចោលឡើយអញដឹងស្អីនេះគេហៅថាការងាររក្សាការសម្ងាត់បើចង់ធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលក្នុងពិធីជប់លៀងសិស្សថ្មីនៅយប់ស្អែកត្រូវតែរក្សាភាពអាថ៌កំបាំងតើនេះជាអារម្មណ៍ដែលគេហៅថាផ្កាកុលាបក្រហមនឹងស៊ឺគ្រាន់តែឥទ្ធិពលនៃការមើលឃើញក៏ឈ្នះអស់ពាក្យកណ្ដាលទៅហើយជ្រើសរើសបទចម្រៀងបានហើយឬនៅជ្រើសរើសរួចប៉ងសារភាពស្នេហ៍របស់យាយឆៅគឺពិតជាល្បីល្បាញផ្អែមល្ហែមនិងស័ក្តិសមសម្រាប់ច្រៀងរួមគ្នាទោះបីជាវារំជួលចិត្តបន្តិចមែនប៉ុន្តែនៅក្នុងកម្មវិធីបែបនេះវាស្រួលបំផុតក្នុងការបង្កើតបរិយាកាសគ្មានបញ្ហាទេខ្ញុំនឹងលេងភ្លេងផ្ដើមសិនអ្នកទាំងអស់គ្នាស្វែងរកអារម្មណ៍ទៅហានេះមិនមែនបន្តិចបន្តួចទេនេះគឺច្រើនខ្លាំងណាស់កាហ្វេនៅមាត់ទន្លេស៊ីនត្រើយខាងឆ្វេងឈប់មានការអីខ្ញុំច្រៀងខុសទំនុកច្រៀងមែនទេទំនុកមិនខុសទេតែលឿនពេកហើយនេះជាបទប៉ងសារភាពស្នេហ៍មិនមែនប្រញាប់ទៅចាប់ចិត្តទេចង្វាក់របស់អ្នកលឿនជាងខ្ញុំកន្លះញាក់ហើយប្រឹងខ្លាំងពេកទៀតអ្នកច្រៀងចេញមកដូចជាមានអារម្មណ៍ថាទោះជាខ្ញុំមិនផឹកកាហ្វេនេះក៏អញត្រូវតែបង្ខំចិត្តផឹកវាដែរអញ្ចឹងឯងដឹងអីខ្ញុំគ្រាន់តែនេះមកពីភ័យទេតើភ័យរឿងអីនៅទីនេះមានតែពួកយើង4នាក់ទេធូរអារម្មណ៍បន្តិចទៅកុំលើកស្មាខ្ពស់ពេកអីខ្ញុំនឹងសម្រួលខ្លួនឯងសាកម្ដងទៀតអូនសម្លាញ់ស្រឡាញ់បងចាប់តាំងពីថ្ងៃនោះមកភាពផ្អែមល្ហែមពិតជាងាយស្រួលណាស់ភ្លេចវាទៅភ្លេចរឿងអំបញ្ញមិញទៅខ្មាស់គេខ្លាំងណាស់តាមពិតហាមសើចលេងយាយហាមអញសើចដាច់ខាតបើអញហ៊ានសើចចេញមកខ្ញុំនឹងដេញអញចេញខ្ញុំជាអ្នកអាជីពទោះជាកំ pl ែងយ៉ាងណាក៏ខ្ញុំមិនសើចដែរលើកលែងតែទ្រាំមិនបានឯងនៅនិយាយទៀតបានហើយសំឡេងអំបញ្ញមិញគឺដោយសារតែអ្នកដកដង្ហើមខុសកន្លែងមុនពាក្យចាប់ផ្ដើមនេះមានសញ្ញាឈប់1ភាគ16អ្នកត្រូវលួចដកដង្ហើមនៅទីនោះប្រើកម្លាំងពោះមិនមែនប្រើបំពង់ក៏ស្រែកទេមើលមាត់ខ្ញុំអានឹងមិនមែនជាមនុស្សវិកលចរិតស្នាក់នៅក្នុងអន្តេវាសិកដ្ឋានស្រីទេអីហេតុអ្វីពេលគេមកចាប់ទៅមើលទៅសង្ហាគួរសំដែងតើយល់ហើយឬនៅយល់ហើយអញ្ចឹងសាកម្ដងទៀតទៅលើកនេះពួកយើងសម្រួលភ្លើងឲ្យងឹតបន្តិចទៅមានបរិយាកាសបន្តិចប្រហែលជាមិនសូវភ័យទេសឹមមិនរៀបចំភ្លើងទៅល្អឥតខ្ចោះអស្ចារ្យណាស់នេះពិតជាចំណុចលេចធ្លោបំផុតសម្រាប់យប់ស្អែកហើយលេងយាយឯងនឹងក្លាយជាលេខ1ក្នុងបញ្ជីប្រុសដែលគេចង់តាក់ទងបំផុតហើយ
កុំតាក់ទាញការស្អប់ខ្ពើមមកខ្ញុំអីឲ្យតែស្អែកមិនត្រូវគេគប់សុទ្ធដាក់ខ្ញុំអរគុណព្រះជាម្ចាស់ណាស់ទៅហើយកុំបារម្ភអីមានខ្ញុំនៅទីនេះតើអ្នកណាហ៊ានគប់សុទ្ធដាក់ឯងខ្ញុំនឹងឲ្យចេញជាជាហ៊ីកែប្រែពិន្ទុក្នុងប្រព័ន្ធកុំព្យូទ័ររបស់ពួកគេមិនខានវ៉ាវខ្ញុំនឹងត្រូវជាប់គុកហើយជីវិតនិស្សិតសាកលវិទ្យាល័យនេះមើលទៅហាក់ដូចជាគួរឲ្យចាប់អារម្មណ៍ជាងការគិតបន្តិចព្យុះសង្ឃរាដែលមើលមិនឃើញកំពុងតែបង្កើតឡើងហើយធ្វើម៉េចទៅខ្ញុំមានអារម្មណ៍ថាចង់ទៅបន្ទប់ទឹកណាស់ទ្រាំសិនទៅនៅសល់តែ5នាទីទៀតដល់វេនហើយបើទៅបន្ទប់ទឹកឥឡូវនេះក្រែងលោត្រឡប់មកមិនទាន់គឺចប់ហើយខ្ញុំមានអារម្មណ៍ថានៅខាងក្រៅយ៉ាងហោចណាស់ក៏មានក្រុមអ្នកស្អប់ខ្ពើមមួយក្រុមធំលួចពួនស្ទាក់ដែរចាំតែខ្ញុំឡើងទៅគឺពួកគេគប់សុទ្ធស្អុយដាក់តែម្ដងកុំខ្លាចអីមានខ្ញុំនៅទីនេះហើយនៅមាត់ទន្លេសែនកាហ្វេនៅត្រើយខាងឆ្វេងដៃខ្ញុំកាន់មួយកែវភ្លាក់រសជាតិភាពស្រស់ស្អាតរបស់អ្នកបូមាត់ដែលបន្សល់ទុកស្នាមថើបសម្លាញ់ចិត្តឲ្យស្រឡាញ់បងចាប់តាំងពីថ្ងៃនោះមកខណៈពេលនោះស្រាប់តែមានអារម្មណ៍ភ័ន្តច្រឡំថាកំពុងសារភាពស្នេហ៍ពិតមែនតាឯងដែលឯងដាក់នៅណាឡើយខ្ញុំកំពុងជួយនាងតាដឹងទេធ្វើគុណបានទោសបើដឹងថានាងជាមនុស្សមិនដឹងគុណបែបនេះឯងទេជាមនុស្សមិនដឹងគុណទាំងគ្រួសារឯងសុទ្ធតែមិនដឹងគុណភ័យស្លាប់ហើយខ្ញុំស្មានតែត្រូវគេគប់របស់របរដាក់មែនទែនទៅហើយមើលទៅក្បាលខ្ញុំនៅរក្សាបានហើយម្យ៉ាងទៀតត្រេកអរផងក្រុម404ល្បីល្បាញត្រឹមមួយយប់ហើយដើម្បីអបអរសាទរយប់នេះខ្ញុំប៉ាវអាហារសម្រន់ទៅញ៉ាំសាច់អាំងយេលីងអ៊ី10000ឆ្នាំសាច់អាំងជួយព្យាបាលចិត្តរាត្រីដ៏ទន់ភ្លន់ស្រមោលខ្នងរបស់យុវជនទាំង4នាក់អូសបន្លាយយ៉ាងវែងនេះប្រហែលជាទម្រង់ដ៏ស្រស់បំព្រងបំផុតនៃយុវវ័យហើយថៅកែសុំសាច់ជៀម10ចង្កាក់ទៀតហិរបំផុតគ្មានរឿងអ្វីដែលសាច់អាំងមួយពេលមិនអាចដោះស្រាយបានឡើយបើមានគឺពីពេលសម្លឹងមើលស្រីទាំង3នាក់ដែលដោះរបាំងភាពរុងរឿងចេញខ្ញុំបានត្រឹមតែក្រវីក្បាលដោយអស់សង្ឃឹមញ៉ាំហិរតិចទៅភ្លេចហើយអីថាទើបតែព្យួរសេរ៉ូមថ្ងៃនេះញ៉ាំអាម៉ាឡិននេះទៅល្អសម្រាប់ក្រពះគួរឲ្យធុញណាស់លីនអ៊ីសម្ដីឯងឥឡូវនេះកាន់តែដូចឪពុកខ្ញុំទៅហើយខ្ញុំពិតជាប្រាថ្នាចង់បានកូនស្រីធំប៉ុននាងមែននោះច្បាស់ជាធូរចិត្តជាងនេះច្រើនលីនអ៊ីដឹងទេតាមពិតទៅពេលខ្ញុំឃើញឯងលើកដំបូងគឺស្អប់ឯងខ្លាំងបំផុតតែម្ដងមើលដឹងតើកាលនោះខ្ញុំបារម្ភថាឡើយនាងហៅប៉ូលីសមកចាប់ខ្ញុំទៀតផងមិនមែនដោយសារឯងជាប្រុសទេគឺដោយសារខ្ញុំគិតថាឯងជាមនុស្សប្រភេទដែលអាំងខ្លួនសង្ហាដល់ញ៉ែស្រីគ្រប់កន្លែងហាហ៊ានមកស្នាក់នៅក្នុងអន្តេវាសិកដ្ឋានស្រីច្បាស់ជាគ្មានបំណងល្អទេខ្ញុំដូចជាមនុស្សខូចខើថ្នាក់នឹងផងដូចប៉ុន្តែប៉ុន្មានថ្ងៃដែលរស់នៅជាមួយគ្នាមកនេះខ្ញុំឃើញថាឯងចេះធ្វើម្ហូបចេះមើលថែអ្នកដទៃហើយលេងហ្គីតាក៏ល្មមស្ដាប់បានដែរដូច្នេះកញ្ញាបង្គោលម្នាក់នេះប្រកាសជាឯកតោភាគីថារយៈពេលសាកល្បងរបស់ឯងត្រូវបានកាត់បន្ថយពាក់កណ្ដាលថ្ងៃក្រោយអនុញ្ញាតឲ្យចូលបន្ទប់ខ្ញុំជួយដេញសត្វកន្លះបានសរុបមកខ្ញុំគ្រាន់តែជាម៉ាស៊ីនសម្រាប់កន្លះដ៏គ្មានបេះដូងម្នាក់មែនទេម៉េចមិនចង់ធ្វើមែនទេចង់តែជាគិតយូរណាស់ហើយលីនអ៊ីកុំប្រកាន់អីម៉ឹងលីគាត់គ្រាន់តែមាត់អាក្រក់តែចិត្តល្អទេថ្ងៃនេះគាត់នៅលើឆាកភ័យខ្លាំងណាស់បើគ្មានក្រសែភ្នែករបស់ឯងទេគាត់ប្រហែលជាមិនអាចទ្រាំទ្របានឡើយខ្ញុំដឹងហើយអាចខ្លាចជាមិត្តភក្តិរបស់ស្រីស្អាតទាំងនេះខ្ញុំពិតជាស្កប់ស្កល់ណាស់ទៅហើយមិត្តភក្តិមែនទេតោះដើម្បីមិត្តភាពរបស់យើងដើម្បីក្រុម404និងដើម្បីលីនអ៊ីដែលមិនត្រូវគេគប់សុទ្ធនៅថ្ងៃនេះចូលកៅមិនរួចទេខ្ញុំត្រកងលេងរួចហើយលីនអ៊ីមកជួយបន្តិចទៅនាងដើរលេងរួចហើយបែបនេះ